សួស្តីក៏ដូចជាជំរាបសួរពុកម៉ែបងប្អូនលោកយាយលោកតាអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានម្ហូបជូនជាតិដើមភាគតិចគ្រឿងគឺសម្លព្រោងបងប្អូនសម្លព្រោងមានដូចជាអំបិលស្ករម្ទេសត្រប់អីសណ្តែកគួរអីហើយនឹងជីអាណាជីស្លឹកជីមកបងប្អូនហើយមានមានគេហៅថានេះ6ដំរីបន្លែ6ដំរីបងប្អូនហើយបំពងរាសី2មានត្រីដែងម្ទេសខ្ទឹមហើយសាច់ជ្រូកគេបន្ទាប់មកយើងលាយដាក់ចូលគ្នាបងប្អូនណាយើងយកកធុនមកដាក់លាយចូលគ្នានេះបន្លែនេះមើលខ្លួនឯងបងប្អូនខ្ញុំមិនបានរៀបរាប់ច្រើនទេដោយសារខ្ញុំផ្ដាសាយផងបងប្អូនហើយជីយើងដាក់នេះផងបងប្អូនគេហៅថាខ្ញុំអត់ស្គាល់ទេបងប្អូនយើងដាក់មួយគ្នាសាច់ជ្រូកមកប៉ុន្តែសាច់ជ្រូកខ្ទឹមម្ទេសមកបងប្អូនហើយយើងច្បល់ដាក់មួយគ្នាឲ្យសព្វសិនណាសព្វ5នាទីអីហ្នឹង3នាទី4នាទីហ្នឹងបងប្អូនហើយយើងច្បល់អញ្ចឹងដូចបងខ្ញុំធ្វើអញ្ចឹងខ្ញុំមិនសូវចេះប៉ុនរឿងធ្វើម្ហូបបើសិនណាខ្ញុំនៅផ្ទះខ្ញុំអត់ដែរធ្វើម្ហូបផងបងប្អូនសូមអធិស្ឋានផងព្រោះខ្ញុំភ្ញាក់ឡើងថាខ្ញុំងូតទឹកងូតអីហើយញ៉ាំបាយតោះមកខ្ញុំទៅធ្វើការអញ្ចឹងខ្ញុំធ្វើការមិនធ្វើការធំដុំដូចគេទេធ្វើការរត់អីទេបងប្អូនធ្វើស្រែចំការយើងនឹងបងប្អូនជំនះស្មាជំនះអីហើយយើងចាប់ផ្ដើមដាក់បន្លែគេហៅថា6ដំរីនៅក្នុងទឹកហ៎បងប្អូនបន្លែនៅក្នុងទឹកហើយយើងអាចទៅរកបានបងរសជាតិវាគឺយ៉ាងផ្អែមហើយផ្អែមហើយត្រជាក់បងប្អូននឹងជំនួយដល់សុខភាពបងប្អូនណាបន្លែបៃតងនឹងស្រក់បំប្រងមកបងប្អូនបើសិនយើងច្បល់ដាក់គ្នាបងប្អូនយើងច្បល់ដាក់គ្នាបន្ទាប់មកយើងយកដូចជាអំបិលកន្លះស្លាបព្រាមកបងប្អូនអំបិលឬកន្លះស្លាបព្រាមកដាក់ទៀតមកហើយបន្ទាប់មកយើងចាប់ផ្ដើមដាក់ប៊ីចេងយើងចាប់ដើមដាក់ប៊ីចេងកន្លះស្លាបព្រាមកបងប្អូនហើយយើងដាក់ស្ករចូលមកបងប្អូនដាក់កន្លះស្លាបព្រាដែរហើយយើងក៏ដាក់ប្រហុកកន្លះស្លាបព្រាកុំដាក់ច្រើនពេកនាំវាប្រៃអត់ឆ្ងាញ់អញ្ចឹងណាដាក់វាមានជូរជាតិឬក៏មានរសជាតិឈ្ងុយបែបសម្លព្រោងរបស់ជនជាតិដើមភាគតិចហើយជនជាតិផ្សេងខ្ញុំអត់ដឹងថាគេធ្វើមិនទេបើជនជាតិដើមភាគតិចគ្រឿងគឺគេធ្វើអញ្ចឹងបងប្អូនសូមបងប្អូនទស្សនាមើលទាំងអស់គ្នាហើយពេលខ្លះទៅគេធ្វើសម្លព្រោងបែបផ្សេងគ្នាបងប្អូនមកកសាវាអត់ដូចគ្នាទេតែនេះរៀងប្លែករដងព្រោះអីម៉ាក់ខ្ញុំអត់ដែរធ្វើសម្លព្រោងអញ្ចឹងតែបងស្រីខ្ញុំគាត់ច្នៃគាត់ធ្វើបែបហ្នឹងបងប្អូនគាត់ច្នៃធ្វើបែបហ្នឹងព្រោះអីគាត់យកប្តីជនជាតិដើមភាគតិចគ្រឿងដែរនៅភូមិស្នេហ៍អញ្ចឹងគាត់ដាក់តាមវិធីគាត់ទៅគាត់ធ្វើមិនអញ្ចឹងខ្ញុំនេះថតហើយយើងដាក់ចូលក្នុងបំពង់បន្ទាប់ពីយើងច្បល់ដាក់គ្នាយើងដាក់ក្នុងបំពង់វាដាក់នេះបងប្អូនដាក់ជ្រុលពេញពេកបងប្អូនណាមកល្មមបងប្អូនធំនេះបានតែធំកន្លះកបាត់ដែរបងប្អូនយើងកុំដាក់ច្រើនពេកទៅពេលយើងដាក់រួចហើយបងប្អូនរួចហើយខ្ញុំកាត់តបងប្អូនខ្ញុំបានទេយើងដាក់ចូលភ្លើងមកដើម្បីព្រូងវាបងកាត់ភ្លើងអញ្ចឹងមកច្រើនមកអានេះសិតតែអស់ប៉ាខ្ញុំយកខ្លួនឯងលេខ្លួនឯងណាបងប្អូនយើងមកដាក់អស់អញ្ចឹងមកដាក់វាអាំងវាឲ្យឆ្អិនមកបងប្អូនឲ្យឆ្អិនមើលខ្ញុំដាក់ត្រឹមប៉ុណ្ណឹងបងប្អូនបងស្រីដាក់ប៉ុណ្ណឹងបន្ទាប់មកយើងក៏បន្ទាប់មកវាឆ្អិនណាបងប្អូនខ្ញុំមិនបានថតនៅកន្លែងវាឆ្អិនវាចាប់ផ្ដើមឆ្អិនទាំងខ្ញុំអត់ថតខ្ញុំយកមកនេះមកខ្ញុំយកមកកាត់វាឆ្អិនហើយខ្ញុំយកមកនេះមកញ៉ាំមកបងប្អូនបន្ទាប់មកយើងចាក់ចូលឆានវាច្រើនពេកយើងដួសចេញទុកឲ្យគេខ្លះទុកឲ្យប៉ាទុកឲ្យបងទុកឲ្យប្អូនផងបងប្អូនយើងកំហុបអ្នកឯងត្រូវចេះចែករំលែកឲ្យគ្នាទៅវិញទៅមកហើយបងប្អូនគួរសារខ្ញុំតែពិតមិនសូវស្រឡាញ់គ្នាណាដែរប៉ុន្តែរៀងគិតគូពីគ្នាតិចតួចចឹងណាគឺគ្នាអត់បានញ៉ាំអីចឹងណាចឹងបងប្អូនហើយបើថាស្រឡាញ់ពួកខ្ញុំអត់នេះតែគូសារខ្ញុំស្រឡាញ់បែបពួកខ្ញុំឯងបងប្អូនមិនសូវនិយាយថាសូវនិយាយរកគ្នាទេបើថា
សំឡេងតូចធំវាអត់សូវមានបងប្អូនវាអត់សូវមានតែសម្រាប់គ្រួសារខ្ញុំវាជេរវាអីតាំងពីខ្ញុំកើតមករហូតដល់ធំបងប្អូនខ្ញុំអត់ដែលឮប៉ាខ្ញុំជេរម៉ាក់ខ្ញុំមិនទេអត់ដែលសោះហ្មងហើយបើសិនម៉ាក់ខ្ញុំជេរប៉ាខ្ញុំគឺអត់ដែល no គឺអត់មានទេម៉ាក់ខ្ញុំអត់អង្គថា slow មហា slow ដល់ម៉ាក់ខ្ញុំslow ជាងគេហ្មងម៉ាក់ខ្ញុំប៉ុន្តែចរិតខ្ញុំមិនបានកាត់តាមម៉ាក់ទេកាត់តាមប៉ាអញ្ចឹងខ្ញុំខឹងឆេវឆាយខ្ញុំដាក់ព្រុសប្រាំហើយបើប៉ាខ្ញុំគាត់ខឹងខ្លាំងមិនគាត់ដាក់គាត់អត់ខឹងខ្លាំងទេគាត់អត់ដាក់ទេប៉ាខ្ញុំបងប្អូនគាត់អត់នេះទេគាត់អញញ៉ៃច្រើនហើយគាត់អត់និយាយច្រើនទៅពេលស្វឹងគាត់និយាយច្រើនរៀងច្រើនគាត់សុំដែរតែពេលគាត់អត់ស្វឹងគឺគាត់អត់និយាយមួយយើងហ្មងដូចខ្ញុំនៅផ្ទះមួយគាត់ណាសូវបាននិយាយមួយគាត់ហើយតែមួយម៉ាត់ពីរម៉ាត់ហើយបើសិនតែខ្ញុំដេកដល់ថ្ងៃអញ្ចឹងខ្ញុំអត់ជួយការងារបងខ្ញុំគាត់ថាហើយជួយការងារបងស្រីហែងផងបងប្រុសហែងផងអញ្ចឹងណាបងប្អូនខ្ញុំថាខ្ញុំជួយហើយអញ្ចឹងគាត់ស្ងាត់មាត់ទៅហើយប៉ាខ្ញុំគឺជាមនុស្សម្នាក់ដែលថាខ្ញុំនៅមួយប៉ាខ្ញុំក៏អត់សូវមានភាពថាផ្អែមល្ហែមពួកខ្ញុំគាត់អត់សូវផ្ដល់ក្តីស្រឡាញ់ភាពកក់ក្ដៅឬខ្ញុំឯងបើថាគាត់វាយគាត់ជេរអីអត់ដែរសោះបងប្អូនគាត់អត់ដែរជេរអត់ដែរវាយខ្ញុំមុំពត់ក៏អត់ដែរវាយខ្ញុំដែរបងប្អូនប៉ាខ្ញុំសំសើគាត់អត់ដែរវាយទេគាត់បើកសេរីភាពឲ្យខ្ញុំចង់ធ្វើអីគឺធ្វើនឹងចង់ធ្វើអីគឺធ្វើនឹងតែសំខាន់យើងជាកូនយើងត្រូវគិតដល់មុខមាត់របស់ប៉ាដល់គ្រួសារដល់ពូជពងវងតកូលមុននឹងធ្វើរឿងអ្វីមួយសមឬមិនសមចង់និយាយចឹងបងប្អូនចង់និយាយចឹងណាខ្ញុំជាមនុស្សម្នាក់នៅក្នុងគ្រួសារខ្ញុំគិតថាខ្ញុំត្រូវតែរៀនចប់ទី12ដើម្បីយកមុខមាត់ឲ្យប៉ាហើយខ្ញុំត្រូវតែធ្វើការអីគេទៅមិនធ្វើការធំក៏ធ្វើការច្បាប់លក្ខណៈថាស្របច្បាប់បងប្អូនកំលួចកំឆក់កំប្លន់មកគឺរឿងដែលខុសច្បាប់គឺគាត់មិនគ្រប់គ្រងឲ្យប៉ាខ្ញុំអត់ចូលចិត្តហ្មងបើសិនតែខ្ញុំប្រព្រឹត្តពួកនឹងលួចគេឬក៏និយាយពីគេអត់ល្អអញ្ចឹងខ្ញុំកុំសង្ឃឹមបាននិយាយមួយប៉ាខ្ញុំអត់ចូលចិត្តទេពេលខ្លះទៅគាត់អត់ឲ្យខ្ញុំចូលផ្ទះហ្មងចឹងបើសិនតែខ្ញុំប្រព្រឹត្តមិនល្អគាត់អត់ឲ្យចូលផ្ទះទេប៉ាខ្ញុំហើយសម្រាប់គាត់អត់បង្ខំក្នុងការរៀនសូត្រប្រហែលណាចង់រៀនក៏ដោយមិនចង់រៀនក៏ដោយក៏តាមចិត្តយើងអញ្ចឹងណាបងប្អូនគាត់អត់សូវបង្ខំខ្ញុំអីទេតែបើសិនណាម៉ាក់ខ្ញុំនៅរស់គាត់ស្រឡាញ់កូនដែលរៀនសូត្រខ្ពង់ខ្ពស់ហើយគាត់នឹងផ្ដល់លុយប៉ុន្តែជាអកុសលគាត់បានចាក់ចោលខ្ញុំតាំងពីខ្ញុំនៅទូចអាយុប្រហែល7 8ឆ្នាំបងប្អូនគាត់ចាក់ចោលពីខ្ញុំសោកស្ដាយមែនទែនដែលបានមើលថែម៉ាក់ក៏ដូចជាថែរក្សាម៉ាក់ខ្ញុំអរគុណច្រើនដល់នាងម្ដាយជាទីស្រឡាញ់ដែលបានបង្កើតពួកខ្ញុំទាំង10នាក់នៅក្នុងលក្ខណៈថាក្នុង10នាក់ដែលគាត់បង្កើតខ្ញុំគាត់គឺជាអ្នកមានគុណមានចិត្តព្រះចិត្តធម៌មេត្តាករណាគាត់ស្រឡាញ់បងប្អូនគាត់ស្រឡាញ់កូនគាត់ស្រឡាញ់គ្រួសារគាត់ស្រឡាញ់សាច់ញាតិគាត់ចិត្តល្អគាត់តែងតែផ្ដល់អំណោយទៅកាន់គេដូចជាម្ហូបរបស់អីញ៉ាំផ្សេងគាត់តែងតែហៅអ្នកជិតខាងមកហូបមួយគាត់ហើយផ្ទះហ្នឹងបងប្អូនមួយទៀតផ្ទះហ្នឹងគាត់អត់បាននៅបងប្អូនគាត់ស្លាប់ផ្ទះមួយទៀតបងប្អូនផ្ទះខាងមុខផ្ទះខាងមុខហើយនេះគាត់នេះគាត់អត់បាននៅផ្ទះហ្នឹងគាត់ធ្វើហើយគាត់ស្លាប់មកអញ្ចឹងហើយនៅផ្ទះហ្នឹងអត់មានអ្នកណានៅតែប៉ាខ្ញុំមួយទេបងប្អូនព្រោះថាអីបងខ្ញុំបងស្រីបងប្រុសខ្ញុំគាត់រៀបការរួចហើយមានគ្រួសារគាត់នៅតាមគ្រួសាររបស់គាត់អញ្ចឹងគាត់អត់បាននៅជាមួយប៉ានៅម្នាក់ឯងពេលខ្លះទៅគឺមានមហូបអីឲ្យប៉ាមួយចានកូនខាងនោះមួយចានកូនខាងនេះមួយចានឲ្យគាត់ពេលខ្លះទៅពេលខ្ញុំទៅស្រុកក៏ឲ្យលុយគាត់10000 20000ខ្ញុំអត់សូវមានលុយមែនបងប្អូនបើសិនតែខ្ញុំមានលុយខ្ញុំផ្ដល់ឲ្យប៉ាខ្ញុំច្រើនជាងនឹងប៉ុន្តែខ្ញុំអត់មានលុយបងប្អូនខ្ញុំអត់សូវមានលុយនឹងគេទេ10000 20000ទុកឲ្យគាត់ទិញសាប៊ូអីកក់សក់សាប៊ូដោះខ្លួនអីចឹងថោកអីចឹងគាត់ប្រើសិនឬក៏ទិញអំបិលប៊ីចេង10000 20000អីចឹងខ្ញុំផ្ដល់
ហើយគាត់វាមិនច្រើនដូចដែលគាត់បានបង្កើតខ្ញុំឲ្យធំធាត់ឲ្យមានជាជាតិនោះទេហើយខ្ញុំពេលខ្លះទៅខ្ញុំចង់ប្រាប់ប៉ាខ្ញុំថាខ្ញុំសុំទោសរាល់កំហុសខុសឆ្គងដែលកូនម្នាក់នេះបានសាងទៅលើប៉ាក៏ដូចជាបានដំឡើងសម្លេងទៅលើប៉ាខ្ញុំបងប្អូនខ្វល់ពោះគាត់ឡើងធំគាត់ផឹកស្រាដែរបងប្អូនហើយគាត់ជប់ប្រៃអញ្ចឹងគាត់សើមាត់ទេបងប្អូនគាត់សើមាត់សើកមកខ្ញុំណាស់ថាពេលខ្ញុំទៅផ្ទះគាត់សើហត់អត់គាត់សួរទេអត់ដែរសួរទេគាត់អត់ដែរមាត់ដើម្បីថាគាត់អត់ដែរស្ដីឲ្យថាអីទេបងប្អូនមិនមែនប៉ាខ្ញុំសើម្សៅខ្ញុំអត់ដឹងថាមូលហេតុអ្វីមើលគាត់ផ្សេងគាត់អត់ដែរមាត់ដែរបងប្អូនគាត់ចិត្តគាត់តែប៉ុណ្្នឹងឯងបងប្អូនខ្ញុំចង់សុំទៅសួរប៉ាថាខ្ញុំស្រឡាញ់ប៉ាខ្ញុំនឹកដល់ប៉ាខ្ញុំនឹកដល់ម៉ាក់ខ្ញុំអរគុណដល់ប៉ាដែលបានអប់រំកូនឲ្យកូនដើរផ្លូវល្អកុំឲ្យដើរផ្លូវអាក្រក់ហើយខ្ញុំអរគុណប៉ាដែលប៉ាពេលខ្លះគាត់គាត់និយាយថាកូនត្រូវតែខំប្រឹងរៀនសូត្រដល់ខ្លួនឯងទោះប៉ាមិនបង្ខំមានតែពេលអាហ្នឹងឯងដែលខ្ញុំចាំហើយស៊ូខ្លួនឯងចេះអត់លំតនចេះគោរពអ្នកដទៃប៉ាខ្ញុំតែងតែបរៀនខ្ញុំល្អបងប្អូនដល់ពេលខ្ញុំទៅធ្វើការពេលខ្លះខ្ញុំហត់នឿយពេកខ្ញុំអាចលើណាអត់លំតនឲ្យគេខ្លាំងពេកនោះទេខ្ញុំធ្វើអ្វីដែលខ្លួនឯងចេះគេលើកថា confident ត្រង់បងប្អូនត្រង់ស្មោះត្រង់ខ្ញុំមានហ្មងប៉ាខ្ញុំប្រកាន់ភាពថាស្មោះត្រង់នៅក្នុងខ្លួនមានសិលធម៌មានសច្ចធម៌អីចឹងឯងបងប្អូនហើយឲ្យតម្លៃឲ្យអ្នកដទៃគ្រប់គេហើយសម័យឥឡូវបងប្អូនខ្ញុំគិតថាសម័យឥឡូវបើយើងគ្រប់គេពេកអត់មិនតឲ្យគេពេកគេជន់យើងបងប្អូនតែអញ្ចឹងទៅយើងធ្វើអ្វីដែលជាខ្លួនឯងតែគេជន់យើងត្រូវតែងើបឡើងបងប្អូនកុំនៅត្រួតត្រាប់ឲ្យគេជន់ទៀតអីបងប្អូនពេលខ្លះទៅគេជេរយើងក៏តាហេតុអ្វីដែលជេរយើងចឹងបងប្អូនព្រោះយើងជាមនុស្សបងប្អូនវាមិនដែរថាសម័យឥឡូវហើយនៅមានភាពប្រកាន់អីច្រើនបាក់ពួកអីច្រើនបងប្អូនខ្ញុំអត់ទេខ្ញុំជាមនុស្សម្នាក់ដែល stronger បងប្អូន stronger ខ្ញុំអត់សូវខ្វល់ទៅពាក្យសម្ដីដែលគេអាក្រក់ទៅលើខ្ញុំខ្លាំងពេកទេបងប្អូនថ្ងៃខ្ញុំក៏មានសម្ពាធមានពាក្យសម្ដីអាក្រក់ទៅលើខ្ញុំប៉ុន្តែខ្ញុំអត់យកពាក្យសម្ដីអាក្រក់ដាក់ក្នុងខ្លួននោមតាឈឺចាប់ឈឺផ្សាបងប្អូនខ្ញុំបលែងវាចោលលើហើយខ្ញុំស្រឡាញ់ខ្លួនឯងឥឡូវនេះខ្ញុំចាប់ផ្ដើមរៀនចប់ទី12ខ្ញុំដឹងថាខ្លួនឯងធ្វើអ្វីស្រឡាញ់អ្វីហើយត្រូវតែស្រឡាញ់ខ្លួនឯង yes focus ទៅខ្លួនឯង I love yourself you know I love myself ខ្ញុំស្រឡាញ់ខ្លួនឯងហើយនឹងគ្រប់ខ្លួនឯងច្រើនជាងអ្នកដទៃខ្ញុំគ្រប់ដែរបើគេគ្រប់ខ្ញុំគ្រប់ដែរបើគេមិនគ្រប់ខ្ញុំអត់គ្រប់គេដែរព្រោះអីតម្លៃយើងសិតស្មើគ្នាយើងដើរស្មើគ្នាមិនថាប្រុសមិនថាស្រីបងប្អូនខ្ញុំរលុយបដើខ្ញុំរៀនបដើខ្ញុំអត់ដែរបោះបង់ក្តីសម័យខ្ញុំខ្លួនឯងខ្ញុំតែងតែសល់ស៊ូលើកទឹកចិត្តខ្លួនឯងបងប្អូនខ្ញុំអត់ចុះចេញនៅឧបសគ្គអ្វីដែលឧបសគ្គកាលពីឆ្នាំ2023បងប្អូនខ្ញុំរៀនទី12ជាឆ្នាំដែលខ្ញុំឈឺខ្លាំងបំផុតនៅក្នុងជីវិតរបស់ខ្ញុំវាឈឺដល់ថ្នាក់ដែលខ្ញុំយំត្រហូហ្មងយំត្រហូស្រែកយំខ្លាំងជាងគេបងប្អូនវាបញ្ហាច្រើនពេកហើយអ្វីខ្ញុំនិយាយថាបញ្ហាវាច្រើនពេកច្រើនខ្លាំងដែលខ្ញុំមិនអាចនិយាយបានបងប្អូនកាលនោះខ្ញុំយំហើយខ្ញុំខោទៅមិត្តភក្តិខ្ញុំឲ្យគាត់នៅកំដរខ្ញុំយំខ្លាំងហើយខ្ញុំក៏បាក់ចិត្តខ្លាំងដែរឆ្នាំទី12បងប្អូនជាឆ្នាំដែលអាក្រក់បំផុតនៅក្នុងជីវិតរបស់ខ្ញុំមានរឿងរ៉ាវរកុំរកាសនៅក្នុងសាលាជាច្រើនហើយខ្ញុំអត់សូវចូលចិត្តមើលមុខគ្រូអត់សូវចូលចិត្តលើកណាខ្ញុំទៅរៀនដូចគេដែរប៉ុន្តែពេលសម្ដីខ្លះគេវាយបកខ្ញុំគឺច្រើនខ្លាំងមែនតើដល់ថ្នាក់ខ្ញុំ
ខ្លះខ្ញុំធ្វើឲ្យបានប៉ុន្តែខ្ញុំអាចជំនះបានបងប្អូននេះគឺជាប្អូនខ្ញុំទី8បងប្អូនខ្ញុំទី7បងប្អូនម៉ាក់ខ្ញុំកូនម៉ាក់ខ្ញុំគឺមាន10នាក់បងប្អូនខ្ញុំអូនខ្ញុំនឹងខ្ញុំពេលខ្លះខ្ញុំទៅសាលាកាលពីមុនបងអូនខ្ញុំទី9ហើយខ្ញុំទី10អីហ្នឹងបងប្អូនគេថាខ្ញុំនឹងបងអូនខ្ញុំកូនភ្លោះអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្ណឹងអរគុណ